ការប្រើប្រាស់ margin គឺជាការកំណត់គែមនៃទំព័រក្រដាសការងារបាទអញ្ចឹងយើងមើលខាងក្រោមនេះជាការប្រើប្រាស់បាទអញ្ចឹងទី1គឺយើងបើក Microsoft Word យើងមកឯកសារយើងថ្មីអញ្ចឹងយើងមើលនេះអាគែមចុចពតជុំវិញនឹងឯងអានឹងឯងគេហៅថាបាទ margin បានន័យថាពតប្រឡោះប៉ុណ្ណាយើងអាចវាអសពីត្រឹមហ្នឹងទៅយើងមិនអាចវាខាងដើមនេះបានទេអញ្ចឹងបើយើងចង់ឲ្យវានឹងតូចទៀតគឺយើងនៅក្នុងបាទបន្ទាត់យើងនឹងឯងបើឯកសារយើងអត់តមានបន្ទាត់ហ្នឹងទេគឺដើម្បីដាក់បន្ទាត់ហ្នឹងទី1យើងចុច file ទី2យកពាក្យ option បាទទី3យកពាក្យថា advanced ទី4គឺយើង scroll ចុះក្រោមមករួចយកពាក្យនេះ text boundary អញ្ចឹងបើយើងដោះ text ចេះមានន័យថាវាបាត់បន្ទាត់ហ្នឹងហើយឃើញទេអញ្ចឹងមេរៀនហ្នឹងគឺយើងចុចលើ file រួចយកពាក្យ option ហ្នឹងមករួចយើងយកពាក្យ advanced រួចយើង scroll ចុះក្រោមមកយកពាក្យនេះ show text boundary text លើវាមករួចចុច OK តោះអញ្ចឹងក្រោយពីយើងដូរបានហើយគឺយើងចុចលើពាក្យនេះ page layout រួចយកពាក្យ margin ហ្នឹងមករួចជ្រើសរើសយកតែម្ដងតោះអញ្ចឹងនេះ page layout រួចយកពាក្យនេះ margin នេះរើសយកតែម្ដងឧទាហរណ៍ខ្ញុំរើស normal អញ្ចឹងវាទំហំវាជាទូទៅគេទុកពីខាងលើមកប៉ុណ្ណឹងពីខាងឆ្វេងមកប៉ុណ្នេះពីខាងស្ដាំមកប៉ុណ្នេះនឹងយើងមើលខាងក្រោមតទៀតវាទុកមកបាទតោះអញ្ចឹងបើយើងត្រូវការទុកតូចជាងហ្នឹងគឺយើងចុចលើ margin មកយកពាក្យ narrow អញ្ចឹងទូចមែនតើវាទុកទូចប៉ុណ្នេះឬយើងคลิกលើពាក្យថាបាទវ៉ាលមិញអញ្ចឹងពេលហ្នឹងទុកធំមែនតើគឺគេសល់ធំឬក៏យើងចុចលើនេះ page setup នេះយកពាក្យថាបាទ page setup dialog box ហ្នឹងមកវាចេញផ្ទាំងនេះមកអញ្ចឹងយើងមើល game ខាងលើនេះអញ្ចឹង game ខាងលើនេះគឺ margin មានតែ game top game ខាងលើបាទ left game ខាងឆ្វេងបាទធំខាងក្រោម right ស្ដាំ gutter កន្លែងកັບហើយនឹង gutter position ទីតាំងនៃកັບបាទអញ្ចឹងយើងមើលក្នុងហ្នឹងមកបាទអញ្ចឹងយើងមើលគេខាងឆ្វេងនេះគឺយើងចុច page setup ហ្នឹងមកអញ្ចឹងឆ្វេងយើងទុករហូតទៅដល់5អញ្ចឹងឧទាហរណ៍ខ្ញុំចង់ទុក2បាទលើខ្ញុំទុក2បាទខាងក្រោមខ្ញុំទុក2ហើយនៅខាងស្ដាំខ្ញុំទុក2រួចចុច OK មកអញ្ចឹងនេះ2សង់ទីម៉ែត្រគឺកម្ពស់ប៉ុណ្្នឹងឯងបាទតោះអញ្ចឹងយើងមើលខាងក្រោមនេះមកគឺសំខាន់គឺ gutter ទុកគេមកັບធ្វើជាសភៅអញ្ចឹងគឺទី1គឺ click លើ page layout ហ្នឹងយកពាក្យ margin ហ្នឹងមកយកពាក្យថានេះ custom margin បាទអញ្ចឹងក្នុង gutter នេះឧទាហរណ៍ខ្ញុំទុកបាទ1កន្លះអញ្ចឹងគឺទុកកន្លែងកាប់ខាងឆ្វេងអញ្ចឹង1កន្លះពេលដែលខ្ញុំយក1កន្លះហើយយើងចុចលើវាទៅឃើញវាចេញកន្លែងកាប់កន្លះនេះឆ្វេងអញ្ចឹងបើយើងចុចញ៉ាដកទៅវាដកទូចទៅអញ្ចឹងភាគច្រើនកន្លែងកាប់គេយកបាទ1កន្លះតមកទៀត gutter position លេសកាប់ខាងឆ្វេងអញ្ចឹងបើយើងคลิกអានេះយក top អញ្ចឹងកាប់ខាងលើយើងដែលឃើញ invoice គេបើកច្រាស់ឡើងលើយ៉ាងមកអញ្ចឹងពេលហ្នឹងគឺយើងយកបាទទីតាំងកាប់ខាងលើហ្នឹងមកក្រោយពីយើងសេរីឲ្យអស់ហើយគឺយើងចុច OK តែម្ដងអញ្ចឹងគឺវាទុកកន្លែងកាប់នឹងថែមខាងលើធំតែម្ដងចុះបើយើងចង់ឲ្យវា normal ធម្មតាវិញគឺយើងអាចចុចយក margin នេះលឿនរួចយកពាក្យ normal នេះបាទអញ្ចឹងវាចេញធម្មតាចេះអញ្ចឹងអានេះគឺទុកកន្លែង gutter កាប់ទៀតហើយអញ្ចឹងចុចលើ position ហ្នឹងមកយក gutter នេះបាទ0តែម្ដងបាទអញ្ចឹងពេលយើងយក0ទៅអត់មានកន្លែងកាប់ទេគឺវាចេញធម្មតាឲ្យយើងតែម្ដង